សម្រាប់ដេជោហ៊ុនសែនអំពីវនីដល់អ្នកភូកុហកឈប់ប្រកាសឈិតចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់ដេជោហ៊ុនសែនបានអំពីវនីដល់អ្នកភូកុហកឈប់ប្រកាសឈិតចាប់របស់សម្ដេចកាលពី50មុនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការនាពេលថ្ងៃទី23ខែមករាឆ្នាំ2026សម្រាប់ដេជោបានសរសេរថាសូមបញ្ឈប់ការប្រើប្រាស់ការឈឺចាប់របស់សម្ដេចកាលពី50មុនមកបោកប្រាស់សម្ដេចតទៅទៀតទៅសម្រាប់ដេជោបានលើកឡើងថាក្រោយរំដោះចេញពីរបបប៉ុលពតឆ្នាំ1979ពិសេសក្រោយពេលដែលសម្ដេចនិយាយពីរឿងកូនស្លាប់ដោយមានភាគនិទាននិងភាគយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទបរមីមកមានមនុស្សមិនតិចជាង20នាក់ទេដែលបណ្ដុំខ្លួនធ្វើជាកំសត់កូនប្រុសរបស់សម្ដេចដែលបានស្លាប់ទៅនោះមកចាប់ជាតិមនុស្សទាំងនោះខ្លះសរសេរសម្បត្តិបញ្ជូនមកសម្ដេចចុះតាមទស្សនាវដ្តីនិងក្រោយបង្ហោះតាមបណ្ដាញសង្គមដូចជា Facebook ជាដើមសម្លេចជើបានបន្ថែមថាករណីចុងក្រោយហាក់ដូចធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់ Telegram របស់សម្ដេចសូមអំពាវនាវដល់អ្នកភូកុហកឈប់ប្រកាសឈឺចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ